ជួបគ្នាសាជាថ្មីទាំងអស់គ្នាឥឡូវនេះយើងផ្លាស់ប្ដូរបរិយាកាសឡើងធ្វើដំណើរទៅកាន់សមុទ្រឡើងធ្វើដំណើរទៅកាន់ឆ្នេរណាមួយហើយក៏ឡើងជិះទូទឹកកកដែរគឺយើងធ្វើដំណើរមកកាន់តំបន់ទេសចរធម្មជាតិមួយកន្លែងដែលយើងដាក់គោលដៅនោះគឺកាហ្វេចលងភ្នំកាហ្វេចលងភ្នំខនតលឺឈ្មោះក៏ដឹងថាឡើងភ្នំដែរអញ្ចឹងដំណើរកំសាន្តយើងលើកនេះគឺយើងធ្វើដំណើរឡើងភ្នំតែម្ដងហើយការឡើងភ្នំនេះគឺអាចថាវារីករាយមួយចំនួនដែរដោយសារតែដល់ពេលយើងបានជិះម៉ូតូទៅផ្លូវវាមានឡើងវាមានចុះវាមានចោតហើយអ្វីដែលសំខាន់គឺទស្សនវិជ្ជានៅអមសងខាងដងផ្លូវខ្ញុំមិនដឹងថាស្មៅនៅសងខាងហ្នឹងគឺជាស្មៅប្រភេទអីទេប៉ុន្តែវាស្អាតខ្លាំងមែនតើវាមានការឬក៏ចុងពីពណ៌សហើយមានស្លឹកពណ៌បៃតងហើយអមជាមួយនឹងផ្លូវគ្រូក្រហមវាហើយទៅខ្យល់បក់ទៅមើលទៅស្អាតខ្លាំងមែនតើហើយអ្វីសំខាន់គឺយើងជិះកាត់ភ្នំកន្លងចុះកន្លងឡើងតែម្ដងអញ្ចឹងហើយធ្វើខ្ញុំមានអារម្មណ៍ថាខ្ញុំជិះធ្វើដំណើរឡើងភ្នំលើកនេះគឺមានអត្ថប្រយោជន៍ខ្លាំងតែម្ដងហើយអ្វីដែលសំខាន់ខ្ញុំក៏មិនភ្លេចដែរអរគុណដល់អ្នកដុសបើអត់មានគាត់ដុសនេះគឺខ្ញុំឡើងភ្នំនឹងអត់រួចទេខ្ញុំអត់សូវចំណាប់ចំនួនក្នុងការឡើងជិះអីទៅខ្ពស់ឬក៏ផ្លូវចោតអីចឹងទេអញ្ចឹងបើសិនជាបានមើលវីដេអូនេះបងភាខ្ញុំពិតជាអរគុណខ្លាំងមែនតើសម្រាប់ការជួយខ្ញុំដើរលេងមួយដំណើរកំសាន្តនៅខេត្តកពតនេះខ្ញុំចង់និយាយថា I love you លើកក្រោយជិះមកឯងទៀតឥឡូវនេះយើងបានធ្វើដំណើរមកដល់កាហ្វេចលងភ្នំហើយដែលដំបូងឡើយនេះគឺយើងធ្វើការកាប់ម៉ូតូហើយយកសមុទ្រហ្នឹងដើម្បីយើងចូលទៅខាងក្នុងផ្ទះម៉ូតូហើយសមុទ្រហ្នឹងផងដែរគឺយើងអាចយកវាមកកំបង់កាហ្វេក៏ដូចជាភេសជ្ជៈផ្សេងៗនៅក្នុងកាហ្វេហ្នឹងបានការដេកនៅក្នុងហាងកាហ្វេចលងភ្នំមួយនេះមើលទៅវាបែបគណៈធម្មជាតិហើយដោយសារតែខ្ញុំទៅនេះគឺនៅអំឡុងពេលចូលឆ្នាំចិនអញ្ចឹងមានចង្គៀងគោមមានអីការដេកបែបចិនយ៉ាងច្រើនដែរប៉ុន្តែបើសិនជាយើងទៅពេលធម្មតាដូចជាអត់មានហ្នឹងទេមានតែធម្មជាតិមានផ្កាមានអីផ្សេងៗមានដំណាំមានរុក្ខជាតិបៃតងអីជាច្រើនដែលយើងអាចទៅទេសភាពបែបធម្មជាតិ relax បានហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺខ្ញុំឃើញមានការដាក់បង្ហាញនៅសត្វព្រៃនិងសត្វអីទេតែខ្ញុំមានអារម្មណ៍ថាមើលពីចម្ងាយតែខ្ញុំគិតថាវាជាពគួយតែពេលទៅដល់ចិត្តទៅគេដាក់ផ្លាកថាវាជាសត្វនាគភ្លើងហើយខ្ញុំមិនដឹងថានាគភ្លើងវាចេះព្រោះភ្លើងឬក៏មិនទេតែពណ៌វារៀងលឿងហើយមានតូចមានធំអាមួយទៀតគឺធំខ្លាំងមែនតើនៅតាំងនៅក្នុងទូកញ្ចក់នឹងគេឲ្យយើងប៉ាដែរទេមិនធំតែមានប៉ុណ្្នឹងឯងនៅក្នុងបរិវេណហ្នឹងក៏មានតាំងសត្វផ្សេងទៀតផងដែរប៉ុន្តែមានដូចជារូបចម្លាក់មានអីផ្សេងអញ្ចឹងណាហើយពួកខ្ញុំគឺបន្ទាប់ពីបានចូលក្នុងហើយគឺយកសម្បត្តិម៉ូតូដែលកាប់មិញហ្នឹងគឺយកមកដូរនឹងភេសជ្ជៈអ្នកខ្លះក៏គាត់ហូបកាហ្វេអ្នកខ្លះក៏ហូបម៉ាឆាតែប៉ុន្តែសម្រាប់ខ្ញុំគឺអត់ជិះខ្ញុំកាហ្វេទេអញ្ចឹងខ្ញុំក៏ជឿលើម៉ាឆាហើយចំណុចកំពូលដែលជាពិសេសមួយហ្នឹងគឺអ្នកដែលខ្ញុំបែបអស់គឺថាយើងអាចមើលឃើញទីក្រុងកពតនិងទីក្រុងកែបបានដោយផ្នែកទទេបាននោះខាងមុខនោះគឺជាស្ពានកពតកន្លែងមានសេះសមុទ្របាញ់ទឹកកន្លែងហ្នឹងគឺយើងអាចមើលឃើញពីចម្ងាយបានហើយមានដៃទន្លេម្ដងទន្លេឬដៃសមុទ្រទេគឺហូរមកព័ទ្ធដែលយើងអាចមើលឃើញគឺជាម៉ូតូទឹកអីលយខ្លាំងមែនតើបើនិយាយពីធម្មជាតិសម្រាប់ផ្លែផ្នែកនៅក្នុងកាហ្វេចលងភ្នំនេះគឺថាមើលអត់ទេងាកពីកន្លែងដែលមើលឃើញក្រុងកពតក្នុងកាបទាំងមូលហ្នឹងយើងក៏ដើរមកផ្នែកខាងក្រោមបន្តិចទៀតគឺយើងឃើញមានសួនដំណាំអីផ្សេងផ្លែគេធ្វើជាជួរដែលយើងមើលទៅវាមួយយ៉ាងដែរមានធម្មជាតិតែខ្ញុំដឹងថាដំណាំហ្នឹងបែបបានឬក៏មិនបានតែខ្ញុំគាត់មិនថតទេហើយនៅផ្នែកខាងមុខនេះគឺយើងអាចកយគន់សម្រាប់ភ្នំដែលយើងបានធ្វើដំណើរឆ្លងកាត់មួយហ្នឹងកន្លែងប្លង់ដំបងខ្ញុំជិះម៉ូតូមកហ្នឹងគឺយើងអាចឆោតទីតាំងកន្លែងនេះយើងអាចសម្លឹងមើលទៅមកផាត់ទៅផ្នែកភ្នំមកមានពណ៌បៃតងភ្លឺមានពណ៌បៃតងចាស់ដែលយើងឃើញនិយាយទៅចម្រុះពណ៌ទៅហើយពណ៌បៃតងភ្លឺហ្នឹងភាគច្រើនគឺជាដើមចេកគឺច្រើនខ្លាំងមែនទែននៅលើភ្នំមួយហ្នឹងខ្ញុំមិនដឹងថាចំការម្ចាស់មកណាទេប៉ុន្តែដើមចេកគឺច្រើនខ្លាំងមែនទែនតាមជើងភ្នំហ្នឹងតែបើយើងមើលចិត្តវាអត់សឹកអីបានទេបើមើលពីចម្ងាយគឺថាមានភ្លឺល្ងិតពណ៌នៃធម្មជាតិល្អខ្លាំងមែនទែនសរុបមកដំណើរកម្សាន្តទៅកាន់ខេត្តកពតរយៈពេលមួយយប់2ថ្ងៃរបស់យើងក៏វាបានកាន់តែគៀកណាស់មកហើយដែលថាយើងដើរដល់កន្លែងចលងភ្នំនេះគឺវាម៉ោង7:04ទៅហើយក៏យើងមើលបានមកសន្ទុះធំយើងសម្រាប់អី relax ហើយយើងក៏បានធ្វើដំណើរត្រឡប់មកកាន់ផ្ទះយើងវិញសូមអរគុណសម្រាប់ការទស្សនាបាយបាយបងថ្ងៃទីយប់